កត់ត្រានៅក្នុងប្រវត្តិសាស្ត្រសៀងអ៊ីនៅកៃសេតប 10,000 នាក់ទល់នឹង 60,000 នាក់ អ្នកណាគឺសៀងអ៊ី គឺមនុស្សម្នាក់ដែលអ្នកណាក៏ហៅគេថាទេវតាចម្បាំងដែរសឹងទៅដល់ពេលនេះយើងនៅខ្លាចគេនៅឡើយទេ ចំណែកសៀងអ៊ីវិញគឺជាមេតបដែលច្បាំងមិនដែលចាញ់របស់នគរឈូហើយនៅក្នុងសម័យនោះឲ្យតែគេឮថាឬក៏ឃើញតែទងជ័យតបរបស់សៀងអ៊ីមកដល់តបសត្រូវជាពិសេសគឺតបឈីងនិងរត់ដកថយឬក៏អញ្ចឹងទេគឺសុំចោះចូលដល់ខ្លួនឯងសូម្បីតែស្ដេចក្រាញ់ផ្សេងទៀតក៏អត់មានអ្នកណាគេហ៊ានក្អកជាមួយនឹងសៀងអ៊ីដែរ នៅក្នុងឆ្នាំ202កងទ័ពរបស់លោកមេទ័ពសៀងយូទទួលបរាជ័យក្នុងសង្គ្រាមលោកបានជ្រើសរើសយកការធ្វើអត្តឃាតជាជាងឲ្យសត្រូវចាប់ខ្លួន